ថ្ងៃនេះមកបង្ហាញម្ដងទៀតរឿងតបត្រាតពូជបត្រាជាមួយនឹងបត្រាព្រៃបាទបត្រាពូជនិងបត្រាព្រៃបាទអញ្ចឹងថ្ងៃនេះគឺរបៀបផ្សេងមួយទៀតគឺយើងធ្វើយ៉ាងណារុំមែកពូជរបស់យើងជាមួយនឹងថង់ដែលគេទុករុំមែកឈើហ្នឹងបាទរុំឲ្យណែនល្អដើម្បីទី1គឺឲ្យមែកពូជរបស់យើងនឹងមានសំណើមល្អហើយទី2គឺកុំឲ្យមានខ្យល់ចូលឬក៏ភ្លៀងអីជាដើមពេលដែលយើងតត្រួយតមែកនឹងបាទអញ្ចឹងទីផ្សេងទៀតដូចគ្នាទេដែលយើងចាត់យើងបញ្ឆិតមែកពូជមែកអីហើយយកទៅតជាមួយនឹងបត្រាបត្រាគុលទម្របាទដូចតែគ្នាទេអញ្ចឹងអ្វីដែលខ្ញុំចង់បង្ហាញនៅក្នុងវីដេអូនេះគឺមែកពូជយើងធ្វើម៉េចរុំជាមួយនឹងថង់បាទឲ្យណែនល្អដើម្បីឲ្យមែកពូជហ្នឹងវាមានសំណើមវាអត់ស្វិតពេលដែលយើងតទៅបាទអញ្ចឹងយើងអាចមានបទពិសោធន៍ពេលដែលយើងតប្រភេទទៀតនោះគឺវាអត់រស់ទេមែកបត្រានោះមែកពូជដែលយើងយកមកតនោះវាទៅជាស្វិតទៅជាអីវិញបាទវាអាចមកពីមែកពូជរបស់យើងវាអត់មានសំណើមបាទវាមានកត្តាផ្សេងទៀតក៏តែបើសិនបើតាមវិធីនេះពេលដែលយើងរុំមែកពូជជាមួយនឹងថង់ស្កុតឬក៏ស្កុតនឹងល្អហើយបាទគឺនឹងមានសំណើមខ្ពស់មិនងាយស្វិតមិនងាយខូចទេគឺនឹងដឹងថាជាប់ 100% មានន័យថានឹងមានមែកពូជរបស់យើងនឹងដោះមកតែម្ដងបាទអញ្ចឹងប្រើពេលប្រហែលជា10ថ្ងៃអីទេវានឹងដោះហើយបាទអញ្ចឹងវានឹងអញ្ចឹងការរុំការសោកបញ្ចូលមែកតម្រពូជតម្រអីដូចតែគ្នាទេបាទដូចតែគ្នាទេគឺយើងធ្វើម៉េចរុំចង់ឲ្យណែនអីដូចគ្នាទេដូចជាវីដេអូមុនដែលខ្ញុំបង្ហាញអញ្ចឹងបាទអញ្ចឹងយើងធ្វើបែបនេះគឺមែកពូជរបស់យើងគឺមានសំណើមខ្ពស់ហើយនឹងមិនមានទឹកចូលទៅឲ្យខូចទេបាទអញ្ចឹង7ថ្ងៃឬ10ថ្ងៃក្រោយមកវានឹងមានពន្លកមកបាទនេះគឺវានឹងមានពន្លកមកបាទនេះបឡោកមកអញ្ចឹងតែពេលយើងឃើញបឡោកមកនៅតាមនេះអញ្ចឹងយើងកុំបាទអញ្ចឹងយើងកុំយកកត្រៃយកអីទៅកាត់វាឲ្យវាទម្លុះស្កុតរបស់យើងហ្នឹងខ្លួនឯងបាទយើងអត់មានយកអីទៅយកកត្រៃយកឡាមអីទៅវះឲ្យវាចេញមកតែឲ្យវាប្រឹងទម្លុះស្កុតហ្នឹងបាទនេះវាប្រឹងទម្លុះស្កុតហ្នឹងមកខ្លួនឯងបាទអញ្ចឹងនេះបាទនេះរៀងធំតិចអញ្ចឹងបាទអញ្ចឹងគឺបត្រាទាំងអស់ហ្នឹងគឺខ្ញុំតពេលតែមួយគ្នាទេប៉ុន្តែវាមានការលូតលាស់ខុសគ្នាខ្ញុំក៏មិនដឹងថាមិនដែរបាទខ្លះមានស្លឹកដល់2 3ហើយខ្លះទៅតែពកបន្លកមកឃើញខៀវនៅក្នុងថង់ហ្នឹងទេបាទអញ្ចឹងដូចខ្ញុំលើកឡើងអញ្ចឹងយើងកុំយកឡាមយកអីទៅខ្វះវាអីឲ្យវាខំប្រឹងលូតទម្លុះថង់ឬក៏ទម្លុះស្កុតរុំមែកឈើនឹងមកតែម្ដងបាទអញ្ចឹងដូចខ្ញុំលើកឡើងអញ្ចឹង2អាទិត្យឬក៏10ថ្ងៃជាងអីវាចាប់ដើមចេញឃើញពន្លកខៀវមកខ្លះវានៅក្នុងនៅក្នុងនៅឡើយអត់ទាន់បានទម្លុះស្កុតនឹងឡើយទេហើយដល់ឡែកកូនឬក៏មែកដែលវាដោះក្រោមកន្លែងដែលយើងតហ្នឹងយើងត្រូវកាត់វាចេញកន្លែងនេះបាទដោយសារតែទុកឲ្យវាចិញ្ចឹមត្រួយថ្មីបើយើងអត់កាត់វាចេញទេវានឹងបឺតជីជាតិពីត្រួយដែលចេញពីមែកពូជរបស់យើងបាទអញ្ចឹងនេះដូចដើមខ្លះទើបតែដោះបឡោកមកខៀវអញ្ចឹងទេអត់ទាន់បានទម្លុះស្កុតនឹងនៅឡើយទេបាទខ្ញុំក៏មិនដឹងថាមូលហេតុអីដែរវាដាំពេលជាមួយគ្នាអីជាមួយគ្នាសំទោសតពេលជាមួយគ្នាតែការដោះត្រួយការដោះបន្លកមកខុសគ្នាបាទច្រើនបងប្អូនសម្រាប់ការទស្សនាអរគុណ